ในต่อគ្នាធ្លាប់ចំណាយពេលវេលាយ៉ាងច្រើននៅក្នុងការគិតដើម្បីសម្រេចចិត្តនៅក្នុងការធ្វើនៅកិច្ចការអីមួយដែរឬអត់ឬក៏មានពេលខ្លះទៀតគឺយើងតែងតែគិតរឿងទៅតែពីអតីតកាលក៏ដូចជាមានការព្រួយបារម្ភចំពោះអនាគតរបស់យើងហើយមានពេលខ្លះទៀតគឺយើងតែងតែគិតទុកជាមុននៅលទ្ធផលដែលមិនល្អផ្សេងដែលវាអាចកាត់ឡើងទៅរួចនៅពេលដែលយើងធ្វើនៅកិច្ចការអីមួយឬក៏ពេលខ្លះទៀតគឺយើងអត់ទាន់បានទាំងចាប់ផ្ដើមធ្វើនៅកិច្ចការមួយនឹងផងយើងក៏ចាប់ផ្ដើមមានកំណត់មួយគិតថាប្រហែលជាលទ្ធផលដែលទទួលបានពីការងារមួយហ្នឹងគឺវាអត់ល្អនោះទេដែលការគិតច្រើនបែបនេះគឺវាមិនបានផ្ដល់ជាដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហានោះទេក៏ប៉ុន្តែវាកាន់តែធ្វើឲ្យខ្លួនរបស់យើងកាន់តែ stress លើដើមជាពិសេសនោះគឺធ្វើឲ្យរាងកាយនិងចិត្តកំណត់របស់យើងកាន់តែនៅហត់ថែមទៀតផងចឹងនៅក្នុងវីដេអូថ្ងៃហ្នឹងគឺយើងនឹងនិយាយអំពីតើមានមូលហេតុអីបានជាយើងតែងតែមានការ overthinking ឬក៏យើងគិតច្រើនបែបហ្នឹងទីពីរនោះគឺយើងត្រូវតែដឹងពីតើការដែលយើង overthinking ហ្នឹងវាផ្ដល់ផលប៉ះពាល់អីខ្លះមកដល់យើងនិងចំណុចចុងក្រោយនោះគឺយើងមានវិធីផ្សេងបែបណាខ្លះដើម្បីបញ្ឈប់ការ overthinking ក៏ប៉ុន្តែមុននឹងចូលទៅដល់ចំណុចសំខាន់ទាំង3ហ្នឹងគឺខ្ញុំចង់សួរសំណួរមួយទៅកាន់អ្នកទាំងអស់គ្នាជាមុនសិនថាតើអ្វីជាការ overthinking និងការ overthinking គឺជាការដែលចិត្តរបស់យើងមិនព្រមដោះលែងចោលនៅរឿងអ្វីមួយបានន័យថាគឺយើងតែងតែមានទម្លាប់គិតទៅលើរឿងមួយហ្នឹងដដែលចំណុចរហូតជាពិសេសនោះគឺរឿងអវិជ្ជមានវាអាចរួមបញ្ចូលទាំងការដែលយើងតែងតែរំលឹកអំពីកំហុសអតីតកាលការដែលយើងមានការព្រួយបារម្ភចំពោះអនាគតរបស់យើងការដែលយើងមិនជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនឯងមិនជឿជាក់ចំពោះការសម្រេចចិត្តរបស់ខ្លួនឯងនិងជាពិសេសនោះគឺយើងតែងតែ imagine worst case scenario ដែលបានន័យថាគឺយើងតែងតែរំពឹងទុកនៅលទ្ធផលដែលមិនល្អទុកជាមុនដែលពេលខ្លះដែលលទ្ធផលដែលយើងទទួលបានហ្នឹងគឺវាមិនអាក្រក់ដោយការគិតរបស់យើងនោះទេហើយការគិតបែបនេះគឺវាកើតចេញពីសំណួរដ៏សាមញ្ញបំផុតមួយនោះគឺចុះប្រសិនបើខ្ញុំបរាជ័យចុះប្រសិនបើអ្នកដទៃគេអត់ចូលចិត្តខ្ញុំចុះប្រសិនបើខ្ញុំសម្រេចចិត្តទៅខុសឆ្គងឬក៏ចុះប្រសិនបើខ្ញុំសម្រេចចិត្តហើយនោះខ្ញុំស្ដាយក្រោយតើខ្ញុំត្រូវធ្វើបែបណាហើយសំណួរទាំងអស់នេះកើតឡើងក៏ព្រោះតែយើងចង់បាននៅចម្លើយមួយដែលប្រកបប្រជា 100% ក៏ប៉ុន្តែយើងត្រូវតែចាំថានៅក្នុងជីវិតរបស់យើងគឺមិនមានភាពប្រកបប្រជា 100% នោះទេដូចជាទស្សនៈរបស់ព្រះពុទ្ធដែលទ្រង់បានសម្ដែងថា Do not dwell in the past do not dream of the future concentrate the mind on the present moment ដែលមានន័យជាភាសាខ្មែរយើងថាកុំព្យាយាមរស់នៅក្នុងពេលអតីតកាលហើយកុំស្រមៃពីអនាគតកាលរបស់យើងតើវាមានរូបរាងបែបណាក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវរស់នៅក្នុងពេលបច្ចុប្បន្នកាលឲ្យបានល្អអញ្ចឹងនៅក្នុងចំណុចបន្ទាប់ទៅទៀតនេះគឺខ្ញុំនឹងនិយាយអំពីតើមានមូលហេតុអីបានជាយើងតែងតែ overthinking ហើយតើការ overthinking ហ្នឹងវាផ្ដល់ផលប៉ះពាល់អីខ្លះមកដល់យើងមូលហេតុទី1នោះគឺបណ្ដាលមកពីការភ័យខ្លាចដោយសារតែយើងមានការភ័យខ្លាចនៅក្នុងការបរាជ័យមានការភ័យខ្លាចនៅក្នុងការសម្រេចចិត្តមិនបានត្រឹមត្រូវមានមនុស្សជាច្រើនតែមានការកត់ចំច្រើននៅពេលដែលខ្លួនឯងសម្រេចចិត្តទៅលើរឿងអ្វីមួយពីព្រោះតែពួកគេមានការភ័យខ្លាចនៅក្នុងការបង្កើតនៅកំហុសហើយភាពភ័យខ្លាចនេះកើតឡើងក៏ព្រោះតែមានមនុស្សមួយចំនួនគឺពួកគាត់ជាមនុស្សដែល perfectionism ដែលពួកគាត់ត្រូវការឲ្យការងាររបស់គាត់ជាការងារដែល high standard គឺគ្មានកំហុសអ្វីទាំងអស់មួយវិញទៀតភាពភ័យខ្លាចក៏អាចកើតឡើងដោយសារតែខួរក្បាលរបស់យើងមានបំណងចង់ការពារយើងដែលគាត់គិតថាប្រសិនបើគាត់ព្យាយាមនៅក្នុងការគិតគូរក៏ដូចជាវិធីអត់បានគ្រប់ជ្រុងជ្រោយពីលទ្ធផលដែលយើងអាចនឹងទទួលបានពេលដែលយើងធ្វើនៅកិច្ចការអ្វីមួយនោះគឺគាត់អាចរៀបរៀងយើងមិនឲ្យយើងទទួលបាននៅអារម្មណ៍ដែលខកបំណងនិងអារម្មណ៍បរាជ័យនិងអារម្មណ៍ដែលត្រូវបានអ្នកដទៃមិនចូលចិត្តឬអារម្មណ៍ដែលត្រូវបានអ្នកដទៃគិតថាខ្លួនយើងជាមនុស្សដែលចម្លែកខុសប្លែកពីគេក៏ប៉ុន្តែនៅក្នុងជីវិតជាក់ស្ដែងមិនថាតែយើងគិតច្រើនប៉ុណ្ណាឬក៏ពេលខ្លះគឺយើងមានផ្លែងក៏ពិតមែនក៏ដោយក៏ប៉ុន្តែមិនមែនមានន័យថាលទ្ធផលដែលយើងទទួលបានវាសុទ្ធតែជាលទ្ធផលដែលល្អ perfect នោះទេគឺវាតែងតែមានកំហុសខុសឆ្គងបន្តិចបន្តួចប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងហ៊ានចាប់យកឱកាសនៅក្នុងការធ្វើវាទោះបីជាពេលខ្លះយើងទទួលបាននៅលទ្ធផលមិនល្អក៏ពិតមែនក៏ដោយក៏ប៉ុន្តែគឺយើងមិនមានវិបត្តិសេរីនោះទេដូចជា quote មួយដែលគេបាននិយាយថា life is inherently risky there is only one big risk you should avoid at all costs and that is the risk of doing nothing មូលហេតុទី2នោះគឺដោយសារតែយើងមាន low self esteem ដូចជាការដែលយើងមិនជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនឯងខ្វះខាតនៅជំនឿជឿជាក់លើខ្លួនឯងមិនឲ្យតម្លៃនិងតែងតែមានការសង្ស័យចំពោះការសម្រេចចិត្តរបស់ខ្លួនឯងដែលជាហេតុតែងតែធ្វើឲ្យយើង over analyze នៅក្នុងគ្រប់ស្ថានភាពទាំងអស់ក៏ដូចជាតែងតែខ្វល់ខ្វាយពីកំណត់របស់អ្នកដទៃជាជាងកំណត់របស់ខ្លួនឯងនៅពេលដែលយើងមិនជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនឯងគឺយើងតែងតែស្រមៃពីភាពបរាជ័យមុនពេលដែលយើងបានធ្វើនៅកិច្ចការមួយនោះឧទាហរណ៍ថាអ្នកទាំងអស់គ្នាតែងតែមានក្តីសម័យនៅក្នុងការបើក business ផ្ទាល់ខ្លួនមួយក៏ប៉ុន្តែមុនពេលដែលយើងចាប់ផ្ដើមធ្វើវាចិត្តរបស់យើងក៏ចាប់ផ្ដើមសួរខ្លួនឯងតែម្ដងថាចាប់បើសិនបើខ្ញុំបើក business មួយនឹងទៅហើយអត់មាននរណាគេមកជួយគ្រប់គ្រង business របស់ខ្ញុំតែខ្ញុំត្រូវគិតបែបណាចាប់បើសិនបើខ្ញុំធ្វើ business មួយនឹងទៅខ្ញុំបរាជ័យចឹងខ្ញុំមិនត្រូវបាត់បង់លុយកាក់ហើយត្រូវអ្នកដទៃសើចំអកទៀតចឹងប្រហែលជាខ្ញុំអត់ទាន់មានសមត្ថភាពល្អគ្រប់គ្រាន់នៅក្នុងការបើក business ផ្ទាល់ខ្លួនទេអញ្ចឹងតាមពិតទៅអ្នកទាំងអ
គ្នាអត់ទាន់បរាជ័យក៏ប៉ុន្តែនៅក្នុងចិត្តកំណត់របស់អ្នកទាំងគ្នាក៏ថាខ្លួនឯងនឹងបរាជ័យមុនបាត់ទៅហើយព្រោះតែកំណត់ទាំងអស់ហ្នឹងឯងដែលជាហេតុធ្វើឲ្យយើងមិនហ៊ានចាប់ផ្ដើមសាកល្បងនៅក្នុងការធ្វើតាមក្តីសម័យរបស់ខ្លួនឯងចឹងអ្នកទាំងគ្នាត្រូវតែចងចាំថារាល់អ្នកដែលគាត់ជោគជ័យនៅលើកិច្ចការអ្វីមួយគឺគាត់ចាប់ផ្ដើមដំបូងដូចជាយើងចឹងគឺគាត់អាចដឹងបានគ្រប់រឿង 100% នោះទេក៏ប៉ុន្តែគឺគាត់គ្រាន់តែជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនឯងគាត់មិនបោះបង់ចោលហើយគាត់ជឿថាស្របពេលដែលគាត់ដើរនៅលើផ្លូវហ្នឹងគឺគាត់អាចរៀនសូត្រពីវាបានបណ្ដាលហើយគាត់អនុវត្តទៅលើវាបានបណ្ដាលចំពោះមូលហេតុទី3នោះគឺដោយសារតែបទពិសោធន៍មិនល្អកាលពីអតីតកាលរបស់យើងបើសិនបើកាលពីមុនមកយើងជាមនុស្សម្នាក់ដែលត្រូវបានអ្នកដទៃក្បត់យើងត្រូវបានអ្នកដទៃទុកចោលយើងជួបនៅអារម្មណ៍ដែលខ្មាស់អៀនយើងត្រូវបានជួបនៅការបរាជ័យជាដើមនោះនៅពេលនោះខួរក្បាលរបស់យើងនឹងស្ថិតនៅក្នុង protective mode ដែលគាត់ព្យាយាមធ្វើយ៉ាងណាមិនឲ្យយើងជួបប្រទះនៅអារម្មណ៍ដែលយើងធ្លាប់ជួបពីមុនមកនោះទេឧទាហរណ៍ថាមានពេលមួយមនុស្សដែលនៅជិតស្និទ្ធជាមួយយើងមនុស្សដែលយើងទុកចិត្តបំផុតគាត់ក្បត់យើងចឹងឥឡូវឲ្យតែមានមនុស្សណាម្នាក់គាត់ធ្វើល្អចំពោះយើងគាត់ព្យាយាមចូលមកក្បែរយើងតែងតែមានកំណត់គិតថាប្រហែលជាគាត់ជាមនុស្សដែលបត់បត់គាត់ជាមនុស្សដែលលាក់ពុតហើយឬក៏គាត់ជាមនុស្សម្នាក់ដែលសម្លឹងមកឃើញពីផលប្រយោជន៍អីមួយហើយបានជាគាត់ធ្វើល្អចំពោះយើងបែបហ្នឹងចឹងដោយសារតែបទពិសោធន៍មិនល្អកាលពីអតីតកាលទាំងអស់ហ្នឹងដែលជាហេតុធ្វើឲ្យខួរក្បាលរបស់យើងព្យាយាមការពារយើងមិនឲ្យយើងជួបនៅការឈឺចាប់ជាលើកទី2នោះទេមួយវិញទៀតគឺដោយសារតែកាលពីមុនមកយើងធ្លាប់ត្រូវបានអ្នកដទៃគាត់ធ្វើការបន្តបង្អាប់យើងឬក៏យើងត្រូវបានអ្នកដទៃគាត់ធ្វើការរិះគន់មកលើយើងចឹងឥឡូវឲ្យតែពេលដែលយើងប្រុងនឹងធ្វើកិច្ចការអីថ្មីមួយយើងតែងតែគិតអំពីកំណត់របស់អ្នកដទៃជាមុនសិនមុនពេលដែលយើងហ៊ានធ្វើនៅកិច្ចការមួយហ្នឹងចឹងអ្នកនរគ្នាត្រូវតែគិតត្រឡប់មកវិញថាយើងអត់អាចឲ្យមនុស្ស1000នាក់គាត់ចូលចិត្តយើងបានទាំង1000នាក់នោះទេគឺសុទ្ធតែមានមនុស្សមួយចំនួនគាត់អាចនឹងអត់ចូលចិត្តយើងមានមនុស្សមួយចំនួនទៀតគាត់ចូលចិត្តយើងចឹងអ្វីដែលសំខាន់នោះគឺយើងត្រូវតែគិតថាអ្វីដែលយើងចង់ធ្វើអ្វីដែលយើងធ្វើទៅវាសប្បាយចិត្តគឺយើងគួរតែធ្វើនៅរឿងហ្នឹងក៏ប៉ុន្តែគឺយើងអត់អាចហាមឃាត់មិនឲ្យអ្នកដទៃគាត់ធ្វើការរិះគន់មកលើយើងនោះទេក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងអាចហាមឃាត់មិនឲ្យពាក្យសម្ដីអត់ប្រយោជន៍របស់ពួកគាត់ទាំងអស់ហ្នឹងចូលមកប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងមូលហេតុទី4នោះគឺដោយសារតែយើងចង់ control នៅអ្វីៗគ្រប់បែបយ៉ាងដោយសារតែយើងចង់ទទួលបាននៅលទ្ធផលដែលល្អមុនពេលដែលយើងធ្វើការសម្រេចចិត្តទៅលើរឿងអ្វីមួយយើងតែងតែប្រាប់ខ្លួនឯងថាបើសិនបើយើងគិតគូរឲ្យបានមកចត់ចំពោះលទ្ធផលដែលយើងអាចទទួលបានមុនពេលដែលយើងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវនោះគឺយើងនឹងមិនបង្កើតនៅកំហុសនោះទេក៏ប៉ុន្តែអ្នកទាំងគ្នាកុំភ្លេចថានៅក្នុងជីវិតរបស់យើងម្នាក់ៗគឺយើងមិនអាចបានស្មានឬក៏ទូទាយពីអនាគតរបស់ខ្លួនយើងបាននោះទេយើងអាចរៀបចំទុកផែនការសម្រាប់អនាគតរបស់យើងបានក៏ប៉ុន្តែមិនមែនមានន័យថារាល់ផែនការដែលយើងបានរៀបចំទុកនោះគឺយើងទទួលបាននៅលទ្ធផលដូចជាការរំពឹងទុករបស់យើងនោះទេហើយវាមានរឿងជាច្រើនទៀតដែលយើងមិនអាចគ្រប់គ្រងវាបាន 100% នោះទេដូចជាសុខភាពការងារស្ថានភាពនៅក្នុងសង្គមឬក៏ស្ថានភាពនៅជុំវិញពិភពលោកដែលរឿងទាំងអស់នេះវាគង់តែមានថ្ងៃណាមួយវានឹងផ្លាស់ប្ដូរហើយវាបាន remind ប្រាប់យើងថាយើងគួរតែរៀនដោះលែងនៅអ្វីដែលយើងមិនអាច control ឬក៏ fix វាបាននោះទេគឺយើងគួរតែ focus និង enjoy the present moment ជាជាងការដែលយើង focus ទៅលើអនាគតដែលយើងមិនទាន់បាននឹងដឹងមួយវិញទៀតយើងត្រូវតែទទួលស្គាល់ថាគ្រប់ការផ្លាស់ប្ដូរវាមិនមែនសុទ្ធតែជារឿងដែលអាក្រក់នោះទេមានពេលខ្លះគឺការផ្លាស់ប្ដូរវាអាចធ្វើឲ្យយើងខ្លាចទៅជាមនុស្សម្នាក់ដែលរឹងមាំជាងមុនវាក៏អាចធ្វើឲ្យយើងទទួលបាននៅបទពិសោធន៍ក៏ដូចជាទទួលបាននៅឱកាសថ្មីៗបានផងដែរដូច្នេះយើងមិនចាំបាច់នៅក្នុងការ control នៅលទ្ធផលគ្រប់បែបយ៉ាងនោះទេក៏ប៉ុន្តែអ្វីដែលសំខាន់នោះយើងគ្រាន់តែធ្វើនៅការងាររបស់យើងនៅក្នុងគណៈពេលបច្ចុប្បន្ននេះឲ្យវាបានល្អនោះគឺល្អគ្រប់គ្រាន់ហើយមួយវិញទៀតអ្នកទាំងអស់គ្នាត្រូវតែដឹងថាការ overthink គឺវាអាចផ្ដល់ផលប៉ះពាល់មកកាន់យើងដូចជាទីមួយនោះគឺវាធ្វើឲ្យប៉ះពាល់ដល់ការកេងរបស់យើងកាលណាតែខួរក្បាលរបស់យើងនៅតែគិតវិលជុំអស់ពីរឿងមួយចូលរឿងមួយអស់ពីការគិតពីកំហុសខុសឆ្គងក៏គិតទៅដល់អតីតកាលរបស់ខ្លួនឯងអស់ពីការគិតពីអតីតកាលក៏ចាប់ផ្ដើមគិតពីអនាគតរបស់ខ្លួនឯងអញ្ចឹងកាលណាតែយើងនៅតែគិតវិលជុំបែបហ្នឹងទៅតែគឺខួរក្បាលរបស់យើងអត់មានពេលសម្រាប់នោះទេទោះបីជាខ្លួនប្រាណរបស់យើងអស់កម្លាំងក៏ពិតមែនក៏ប៉ុន្តែកាលណាតែខួរក្បាលរបស់យើងនៅតែដំណើរការបែបហ្នឹងគឺធ្វើឲ្យយើងអត់ងាយនៅក្នុងការកេងលក់នោះទេហើយការកេងរបស់យើងក៏អត់ស្កប់ស្កល់ផងដែរទីពីរគឺធ្វើឲ្យយើងបាត់បង់នៅអាការល្អដោយសារតែយើងមិនជឿជាក់ចំពោះការសម្រេចចិត្តរបស់ខ្លួនឯងក៏ដូចជាការដែលយើងគិតច្រើនពេកមុនពេលដែលយើងធ្វើការសម្រេចចិត្តទៅលើរឿងអ្វីមួយដែលជាហេតុធ្វើឲ្យយើងចេះតែពន្យាពេលម្ដងហើយម្ដងទៀតមិនហ៊ាននៅក្នុងការសម្រេចចិត្តដែលវាជាហេតុធ្វើឲ្យយើងមានការស្ដាយ
ក្រៅនៅពេលដែលយើងសម្រាប់ចាត់មិនបានតពេលវេលាដែលធ្វើឲ្យអាការល្អៗវាកន្លងផុតទៅទី3គឺវាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងយើងនិងមនុស្សដែលនៅជុំវិញខ្លួនរបស់យើងជាជាងការដែលយើងព្យាយាមនៅក្នុងការ communicate ឬក៏យើងសួរនាំពីបញ្ហាផ្សេងៗជាមួយនឹងពួកគាត់យើងបែរទៅជាសំងំគាត់តែម្នាក់ឯងឬក៏យើងព្យាយាមសន្មតតែម្នាក់ឯងថាប្រហែលជាយើងធ្វើនៅកំហុសបង្កើតនៅកំហុសខុសឆ្គងអ្វីមួយដាក់ពួកគាត់ឬក៏ពួកគាត់លែងចូលចិត្តយើងលែងស្រឡាញ់យើងហើយបានជាពួកគាត់មិនអើពើចំពោះយើងបែបហ្នឹងអញ្ចឹងដោយយើងមិនបានផ្ដល់ឱកាសសម្រាប់ពួកគាត់នៅក្នុងការបកស្រាយឬក៏បញ្យល់យើងពីបញ្ហាដែលគាត់បានជួបប្រទះនោះទេក៏ប៉ុន្តែយើងបែរទៅជាសន្មតតែម្នាក់ឯងដែលជាហេតុធ្វើឲ្យទំនាក់ទំនងរវាងយើងនិងមនុស្សដែលយើងស្រឡាញ់គឺអាចធ្វើឲ្យឃ្លាតឆ្ងាយពីគ្នាពេលខ្លះទៀតគឺអាចធ្វើឲ្យទំនាក់ទំនងរវាងយើងនិងពួកគាត់ត្រូវបានកាត់ផ្តាច់តែម្ដងទី4គឺវាធ្វើឲ្យយើងបាត់បង់នូវសេចក្តីសុខធ្វើឲ្យយើងកាន់តែមានអារម្មណ៍ stress លើដើមនិងមានអារម្មណ៍ព្រួយបារម្ភនៅពេលដែលយើងតែងតែគិតអំពីបញ្ហាមួយដដែលហើយយើងតែងតែសម័យគិតថា everything could go wrong ដែលនៅពេលនោះយើងនឹងសង្កេតឃើញថាខ្លួនប្រាណរបស់យើងនឹងមានសភាពតានតឹងហើយចង្វាក់បេះដូងរបស់យើងនឹងកើនឡើងដែលជាហេតុធ្វើឲ្យយើងពិបាកនៅក្នុងការដកដង្ហើមនិងធ្វើឲ្យខ្លួនប្រាណរបស់យើងបាត់បង់នូវថាមពលនិងជាពិសេសនោះគឺយើងមានអារម្មណ៍ថានឿយហត់ខ្លាំងមែនទែនរហូតដល់យើងលែងចង់ធ្វើនៅកិច្ចការផ្សេងៗទៀតចឹងនៅក្នុងចំណុចបន្តទៅទៀតនេះគឺខ្ញុំនឹងនិយាយអំពីតើយើងមានវិធីសាស្ត្របែបណាខ្លះដើម្បីបញ្ឈប់កុំឲ្យយើង overthinking ទី1គឺយើងត្រូវតែ practice នៅ mindfulness ការ practice នៅ mindfulness គឺមានន័យថាគឺជាការដែលយើងផ្ដោតអារម្មណ៍របស់យើងនៅក្នុងខណៈពេលបច្ចុប្បន្នដោយយើងមិនបានគិតគូរឬក៏មានការវិភាគទៅលើរឿងអ្វីមួយនោះទេហើយការ practice នៅ mindfulness នេះគឺមានដូចជាការដែលយើងអង្គុយសមាធិឬក៏ការដែលយើងធ្វើនៅ breath work នៅក្នុងរយៈពេលពេញមួយថ្ងៃនេះយើងទាំងអស់គ្នាប្រកាសជាចំណាយថាមពលយ៉ាងច្រើននៅក្នុងការកាត់ក៏ដូចជាចំណាយថាមពលនៅក្នុងការធ្វើនៅកិច្ចការផ្សេងៗដូច្នេះហើយយើងគួរតែទុកពេលវេលាសម្រាប់ខ្លួនឯងរយៈពេល10ទៅ15នាទីដើម្បីអង្គុយសមាធិការអង្គុយសមាធិគឺវាអាចជួយធ្វើឲ្យខួរក្បាលរបស់យើងកាន់តែស្រឡះជាងមុនក៏ដូចជាធ្វើឲ្យយើងមានការ focus នៅក្នុងខណៈពេលបច្ចុប្បន្នដែលមិនឲ្យការកាត់របស់យើងមានការរវល់រវាយទៅណាផ្ដេសផ្ដាសនោះទេដោយសារតែយើងផ្ដោតសំខាន់ទៅលើខ្យល់ដង្ហើមចេញចូលរបស់យើងហើយមួយវិញទៀតការអង្គុយសមាធិគឺមានពេលខ្លះអារម្មណ៍របស់យើងគឺអត់មូលទេវាអាចនឹងកាត់ពីរឿងរ៉ាវផ្សេងៗក៏ប៉ុន្តែអ្វីដែលសំខាន់គឺយើងគួរតែទាញអារម្មណ៍របស់យើងឲ្យនៅក្នុងខណៈពេលបច្ចុប្បន្នដោយផ្ដោតសំខាន់ទៅលើខ្យល់ដង្ហើមចេញចូលរបស់យើងហើយការអង្គុយសមាធិគឺវាអាចធ្វើឲ្យចិត្តរបស់យើងកាន់តែស្ងប់ជាងមុនក៏ដូចជាមិនមានការវិនិច្ឆ័យនិងមិនមានការ overreact ទៅលើស្ថានភាពអ្វីមួយវិញទៀតគឺយើងអាចធ្វើនៅ breath work បានដោយយើងដកដង្ហើមចូល4វិនាទីខ្ទប់7វិនាទីហើយបន្ទាប់មកយើងដកដង្ហើមចេញឲ្យបានវែង8វិនាទីតែការធ្វើ breath work នេះគឺយើងអាចធ្វើបាននៅពេលដែលយើងមានអារម្មណ៍ថាខ្លួនយើងកំពុងតែ stress ខ្លួនយើងកំពុងតែស្មុគស្មាញក៏ដូចជាកំពុងតែទទួលរងនៅសម្ពាធអ្វីមួយដូច្នេះនៅពេលណាដែលយើងជួបនៅអារម្មណ៍ទាំងអស់ហ្នឹងគឺយើងអាចប្រើប្រាស់នៅចលនាដង្ហើមបែបហ្នឹងបានដែលវាអាចជួយកាត់បន្ថយការគិតរបស់យើងអត់បានស្រឡះជាងមុនក៏ដូចជាធ្វើឲ្យយើងងាយស្រួលនៅក្នុងការសម្រេចចិត្តហើយសម្រេចចិត្តបានច្បាស់លាស់ផងដែរចំពោះចំណុចទី2នោះគឺយើងគួរតែកំណត់ពេលវេលាមួយឲ្យបានច្បាស់លាស់មុនពេលដែលយើងធ្វើការសម្រេចចិត្តដែលយើងបានដឹងថានៅក្នុងកិច្ចការមួយចំនួនគឺយើងអត់អាចសម្រេចចិត្តបានដោយតក់កហល់នោះទេគឺយើងត្រូវតែប្រើប្រាស់ពេលវេលាដើម្បីសម្រេចចិត្តក៏ប៉ុន្តែមិនមែនមានន័យថាគឺយើងអូសបន្លាយការសម្រេចចិត្តរបស់យើងនោះទេកាលណាតែយើងអូសបន្លាយការសម្រេចចិត្តរបស់យើងកាន់តែយូរនៅពេលនោះគឺវាអាចធ្វើឲ្យយើងបាត់បង់នៅឱកាសល្អៗបានដូច្នេះហើយយើងត្រូវតែកំណត់ពេលវេលាឲ្យបានជាក់លាក់សម្រាប់ខ្លួនឯងមុននឹងធ្វើការសម្រេចចិត្តឧទាហរណ៍ថាយើងត្រូវការរយៈពេល1ម៉ោង2ម៉ោងឬក៏រយៈពេល1ថ្ងៃដើម្បីធ្វើការសម្រេចចិត្តទៅលើរឿងមួយហ្នឹងហើយបន្ទាប់ពីយើងបានប្រើប្រាស់ពេលវេលាដែលយើងបានកំណត់ទុករួចនឹងហើយគឺយើងត្រូវតែធ្វើការសម្រេចចិត្តភ្លាមៗស្របទៅតាមផែនការក៏ដូចជា information ដែលយើងមានទោះបីជាពេលខ្លះពេលដែលយើងធ្វើការសម្រេចចិត្តទៅវាទទួលបានលទ្ធផលមិនល្អដូចជាការរំពឹងទុករបស់យើងក៏ពិតមែនក៏ប៉ុន្តែអ្វីដែលសំខាន់គឺយើងហ៊ានសាកល្បងនៅក្នុងការធ្វើវាចឹងបន្ទាប់ពីយើងហ៊ានសាកល្បងនៅក្នុងការធ្វើវាហើយពេលដែលបានលទ្ធផលគឺយើងត្រូវតែ move forward តទៅមុខទៀតគឺយើងអាច stuck តែនៅកន្លែងមួយនឹងនោះទេទី3នោះគឺយើងគួរតែស្វែងរកនៅ distraction ដែលអាចជួយបង្វែរអារម្មណ៍របស់យើងកុំឲ្យយើង overthinking យើងគួរតែធ្វើអ្វីដែលមានន័យនិងធ្វើឲ្យយើងសប្បាយចិត្តឧទាហរណ៍ដូចជាការដែលយើងទៅដើរលេងនៅខាងក្រៅមើលទេសភាពការដែលយើងទៅហាត់ប្រាណការដែលយើងរៀនធ្វើម្ហូបអីដែលថ្មីការដែលយើងស្ដាប់បទចម្រៀងការដែលយើងអានសៀវភៅឬក៏យើងរៀនគូររូបអីជាដើមហើយសកម្មភាពទាំងអស់នេះវាអាចធ្វើឲ្យយើងទទួលបាននូវអារម្មណ៍ដែលធូរស្រាលជាងមុនជាពិសេសនោះគឺខួរក្បាលរបស់យើងបានសម្រាប់ពីការគិតផ្សេងៗអញ្ចឹងបើសិនបើអ្នកនរគ្នាកំពុងតែ overthink ហើយអ្នកនរគ្នាសង្ងំតែនៅក្នុងបន្ទប់ម្នាក់ឯងអញ្ចឹងនៅពេលនោះអ្នកនរគ្នានឹងកាន់តែ overthink លើដើមហើយអ្វីដែលសំខាន់នោះគឺអ្នកនរគ្នានឹងចាប់អារម្មណ៍ថាដង្ហើមរបស់អ្នកនរគ្នានឹងកាន់តែញាប់ទៅយើងពិបាកនៅក្នុងការដកដង្ហើមអញ្ចឹងអ្វីដែលយើងគួរតែធ្វើមុនដំបូងនោះគឺអ្នកនរគ្នាត្រូវតែដកដង្ហើមចេញចូលឲ្យបានវ
វែងហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវតែដើរចេញពីបន្ទប់របស់ខ្លួនឯងតើយើងអាចដើរទៅកន្លែងណាដែលមានទិដ្ឋភាពស្អាតឬក៏មានខ្យល់អាកាសដែលអាចធ្វើឲ្យយើងបានស្លាស់មុខស្លាស់មាត់ជាងមុនដែលទម្លាប់នេះគឺខ្ញុំតែងតែធ្វើជាប្រចាំនៅពេលដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្មុគស្មាញជាមួយនឹងបញ្ហាអីមួយឬក៏ខ្លួនឯងកំពុងតែទទួលរងនៅសម្ពាធអីមួយឬក៏ពេលខ្លះទៀតគឺខ្ញុំអាចមើលនៅ variety show ណាមួយដែលវាអាចធ្វើឲ្យអារម្មណ៍របស់ខ្ញុំបានប្រសើរជាងមុនចឹងអ្នកនរគ្នាគួរតែស្វែងរកនៅ hobby មួយណាដែលអ្នកនរគ្នាអាចធ្វើបាននៅពេលដែលអ្នកនរគ្នាមានអារម្មណ៍ថាស្មុគស្មាញហើយអ្នកនរគ្នាធ្វើវាទៅអ្នកនរគ្នាមានអារម្មណ៍ថាសប្បាយចិត្តចំពោះវាទី4នោះគឺយើងត្រូវតែទទួលស្គាល់ថានៅក្នុងជីវិតរបស់យើងគឺវាមិនមានអ្វីដែលថិតថេរនោះទេយើងត្រូវតែទទួលស្គាល់ពីកំហុសនិងការបរាជ័យរបស់យើងហើយយើងក៏ត្រូវតែទទួលស្គាល់ដែរថាយើងមិនអាចគ្រប់គ្រងលទ្ធផលបាន 100% នោះទេហើយយើងក៏មិនអាចទាយទុកជាមុនដល់លទ្ធផលដែលយើងទទួលបានផងដែរចឹងជាជាងការដែលយើងតែងតែ overthink ហើយយើងតែងតែគិតថាអ្វីគ្រប់យ៉ាងវាអាចប្រែក្លាយទៅជារឿងមិនល្អចឹងយើងគួរតែគិតមកវិញថាចុះបើអ្វីគ្រប់យ៉ាងវា work out សម្រាប់យើងវិញនោះដូច្នេះយើងត្រូវតែហ៊ានចាប់យកឱកាសនិងសាកល្បងនៅក្នុងរឿងថ្មីៗដែលយើងចង់ធ្វើព្រោះថាយើងមិនអាចដឹងបានទេថាអនាគតវានឹងក្លាយទៅជាបែបណាហើយយើងក៏មិនអាចកំណត់ទុកនៅលទ្ធផលដែលយើងទទួលបានទុកជាមុនដែរក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងបានសាកល្បងនៅក្នុងការធ្វើវាហើយយើងបានធ្វើតាមផែនការរបស់យើងហើយទោះបីជាលទ្ធផលដែលយើងទទួលបានមកជាលទ្ធផលល្អឬក៏មិនល្អក៏ដោយក៏ប៉ុន្តែយើងនឹងទទួលយកនៅលទ្ធផលទាំងអស់នោះពីព្រោះថាលទ្ធផលទាំងអស់នេះវាបានបង្រៀននៅមេរៀនជាច្រើនសម្រាប់យើងហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺយើងនឹងមិនមានវិបត្តិសារីនោះទេពេលដែលយើងបានសម្រេចចិត្តនៅក្នុងការធ្វើនៅកិច្ចការអ្វីមួយក៏ប៉ុន្តែបើសិនបើយើងមិនបានសម្រេចចិត្តទេនោះយើងនឹងមានវិបត្តិសារីអស់មួយជីវិតសរុបមកវិញអ្នកទាំងអស់គ្នាត្រូវតែចាំថាគ្រប់ការគិតរបស់យើងវាមិនមែនសុទ្ធតែជាការពិតនោះទេហើយកុំព្រោះតែការសម្ដែងរបស់យើងដែលតែងតែគិតអំពីរឿងរ៉ាវអាក្រក់ៗនោះយើងជឿទៅលើការគិតរបស់យើងនោះវាជារឿងដែលមិនត្រឹមត្រូវនោះទេហើយវាក៏មិនប្រកាសថាវាអាចកើតឡើងចំពោះយើងនៅក្នុងពេលបច្ចុប្បន្ននេះដែរនៅក្នុងជីវិតរបស់យើងគឺមិនមានអ្វីដែលស្ថិតថេរ 100% នោះទេហើយយើងក៏មិនអាចដឹងបានដែរថាតាមនៅថ្ងៃស្អែកវានឹងមានរឿងអ្វីកើតឡើងដូច្នេះជាជាងការដែលយើងរស់នៅក្នុងភាពភ័យខ្លាចយើងគួរតែរៀនរស់នៅក្នុងពេលបច្ចុប្បន្នកាលដោយយើងត្រូវតែធ្វើនៅរឿងណាដែលយើងចង់ធ្វើរឿងណាដែលធ្វើឲ្យយើងសប្បាយចិត្តហើយកុំភ័យខ្លាចនៅក្នុងការផ្លាស់ប្ដូរពីព្រោះថានៅក្នុងពិភពលោកនេះគឺមានរឿងជាច្រើនដែលយើងត្រូវតែ experience ជាមួយនឹងវាដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនឯងហើយយើងត្រូវតែគិតថាបើសិនបើអ្នកដទៃគេអាចធ្វើបានចឹងយើងក៏អាចធ្វើបានដូចជាគេដែរសរុបមកវិញខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងបានផ្ដល់ជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាហើយបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like ហើយ comment នៅក្រោមវីដេអូផងហើយជាពិសេសនោះគឺកុំភ្លេចចុច subscribe ចំពោះ channel Inner Glow ផងដើម្បីទទួលបាននៅ content ថ្មីៗទៀតហើយបើសិនបើខ្ញុំនិយាយទៅមានកន្លែងណាមួយខុសឆ្គងឬក៏ខ្វះខាតខ្ញុំក៏សូមធ្វើការសុំទោសទៅកាន់អ្នកទាំងអស់គ្នាហើយខ្ញុំក៏សូមធ្វើការអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលានៅក្នុងការទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ